អាយុធមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនជំរាបជូនអង្គការសហប្រជាជាតិថាថៃបានធ្វើការវាយប្រហារឥតញញើតមកលើកម្ពុជាកាលពីថ្ងៃទី27ខែកញ្ញាថ្មីនេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី29ខែកញ្ញាឆ្នាំ2025ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់អាយុធមប្រាក់សុខុននៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអសបលើកទី80នៅទីក្រុងញូវយ៉កបានឲ្យដឹងថាអាយុធមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានសម្ដែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃដោយបានប្រកាសប្រឆាំងនឹងការរំលោភបំពានអធិបតេយ្យនិងអំពាវនាវឲ្យគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់កិច្ចសន្ទនានិងដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិកម្ពុជាបានអំពាវនាវឲ្យមានការគាំទ្រពីអាស៊ានអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិឲ្យជួយបន្ធូរបន្ថយភាពតានតឹងនិងស្ដារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅអាយុធមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានរំលឹកពីប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃសង្គ្រាមនិងអំពើប្រល័យពូជសាសន៍របស់កម្ពុជាដោយបានគូបញ្ជាក់ពីការសម្រេចបានសន្តិភាពតាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនដែលបានក្លាយជាសសរគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចការកាត់បន្ថយភាពក្រីក្រនិងវឌ្ឍនភាពលើវិស័យសុខាភិបាលការអប់រំសមភាពយេនឌ័រសិទ្ធិមនុស្សសកម្មភាពអាកាសធាតុនិងការចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពទន្ទឹមនឹងនោះដែរអាយុធមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានជម្រាបជូនមហាសន្និបាតអំពីការវាយប្រហារឥតញញើតនាពេលថ្មីចុងក្រោយនេះរបស់ថៃមកលើកម្ពុជាដែលបានកើតឡើងនៅរសៀលថ្ងៃទី27ខែកញ្ញាឆ្នាំ2025អាយុធមឧបនាយករដ្ឋមន្ត្រីបានច្រានចោលទាំងស្រុងនៅការចោទប្រកាន់ថាកងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុនដោយសង្កត់ធ្ងន់ថាកងទ័ពរបស់កម្ពុជាមិនធ្វើដោយការចោទប្រកាន់ឬបានសងសឹកឡើយដែលនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការបដិញ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព